ក៏សូមជម្រាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ស្រមោលដំណើររឿងខ្មោចរឿងរ៉ាវនៅយប់នេះគឺជារឿងរ៉ាវដែលបានកើតឡើងនៅក្នុងផ្ទះជួលមួយកន្លែងដែលផ្ទះជួលមួយកន្លែងហ្នឹងស្ថិតនៅទីក្រុងភ្នំពេញយើងនឹងទេហើយចំពោះរឿងរ៉ាវមួយនឹងដែរគឺមានបងប្រុសម្នាក់គាត់បានជួបកាលពីថ្មីនឹងដែរទេកាលហ្នឹងគាត់ថាឆ្នាំ2020បើគិតទៅទើបតែកន្លងទៅ 4-5 ឆ្នាំអីដែរទេហើយបងប្រុសដែលជួបហេតុការណ៍មួយហ្នឹងគាត់មានឈ្មោះថាបងសីការពិតឈ្មោះបងសីហ្នឹងគ្រាន់តែជាឈ្មោះដែល admin ដាក់ឲ្យគាត់ទេពួកបងសីគាត់អត់ហ៊ានបញ្ចេញឈ្មោះពិតរបស់គាត់ណាគាត់ថាឈ្មោះពិតរបស់គាត់ហ្នឹងវារៀងពិបាកស្ដាប់ពេកអញ្ចឹងគាត់ក៏សុំអត់បញ្ចេញឈ្មោះរបស់គាត់ទៅអូខេឥឡូវយើងត្រឡប់មកសាច់រឿងរបស់យើងវិញអញ្ចឹងបងសីកាលហ្នឹងគាត់បានទៅជួលបន្ទប់ស្នាក់នៅមួយកន្លែងនៅពេលដែលគាត់នឹងបានឡើងមកធ្វើការនៅភ្នំពេញណាហើយពេលហ្នឹងបងសីគាត់ក៏រកបានបន្ទប់ជួលមួយដែលមើលទៅបន្ទប់មួយហ្នឹងធំទូលាយហើយស្អាតមែនទែនប៉ុន្តែបន្ទប់ហ្នឹងមិនមែនគ្រាន់តែធំទូលាយហើយស្អាតប៉ុណ្ណឹងទេថែមទាំងមានវិញ្ញាណខ្មោចនៅក្នុងហ្នឹងទៀតផងអញ្ចឹង admin សូមប្រហែលតែប៉ុណ្ណឹងសិនទេបើចង់ដឹងថាបងសីគាត់បានជួបរឿងរ៉ាវអីខ្លះនៅក្នុងបន្ទប់ជួលមួយហ្នឹងតោះចូលទៅស្ដាប់សាច់រឿងពេញជាមួយខ្ញុំទាំងអស់គ្នាប៉ុន្តែដោយតែរាល់ដងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាកំពុងតែស្ដាប់សាច់រឿងមួយនេះនៅពេលយប់ហើយចង់ឲ្យបរិយាកាសហ្នឹងវាកាន់តែគួរឲ្យខ្លាចអញ្ចឹង admin ក៏ចង់ណែនាំដល់អ្នកទាំងអស់គ្នាឲ្យបិទភ្លើងបន្ទាប់មកសូមស្ដាប់ខ្ញុំដំណើរដោយយកចិត្តទុកដាក់រួចហើយព្យាយាមស្រមៃទៅតាមសាច់រឿងមួយហ្នឹងអញ្ចឹងបើយើងត្រឡប់ទៅកាលពី5ឆ្នាំមុនពេលនឹងបងសីគាត់បានឡើងមកធ្វើការនៅទីក្រុងភ្នំពេញណាដែលការងាររបស់គាត់កាលហ្នឹងគឺជាអ្នកសេវាកម្មនៅក្នុងហាងភោជនីយដ្ឋានមួយកន្លែងបើនិយាយឲ្យស្រួលស្ដាប់ទៅគឺជាអ្នករត់តុនឹងឯងប៉ុន្តែគាត់ថាភោជនីយដ្ឋានមួយហ្នឹងមកដល់ឥឡូវហ្នឹងគាត់ក៏អត់ដឹងថានៅបើកឬមួយក៏អត់ទេពួកបងសីគាត់បានឈប់ធ្វើការនៅក្នុងហាងមួយហ្នឹងជាង3ឆ្នាំមកហើយនិយាយទៅគាត់ធ្វើការនៅក្នុងហាងមួយហ្នឹងបានតែជាង1ឆ្នាំទេបន្ទាប់មកគាត់ក៏ឈប់ធ្វើការនៅកន្លែងហ្នឹងហើយដូរទៅកន្លែងផ្សេងវិញទៅប៉ុន្តែសូមបញ្ជាក់ថាបងសីគាត់ឈប់ធ្វើការនៅកន្លែងហ្នឹងមិនមែនដោយសារតែគាត់បានជួបរឿងរ៉ាវនៅក្នុងបន្ទប់ជួលមួយហ្នឹងទេអញ្ចឹងពេលបងសីគាត់ឡើងមកដល់ភ្នំពេញដំបូងពេលហ្នឹងគាត់ក៏បានទៅកន្លែងធ្វើការរបស់គាត់ណាដើម្បីទៅសម្ភាសការងារអីអញ្ចឹងទៅពួកបងសីកាលហ្នឹងគាត់បានទៅដាក់ពាក្យតាម Facebook page របស់ម្ចាស់ហាងគេផុសរើសបុគ្គលិកអីអញ្ចឹងទៅអញ្ចឹងដល់តែពេលម្ចាស់ហាងគេបានឃើញបងសីហ្នឹងគាត់ដាក់ពាក្យហើយមើលនៅក្នុង CV ទៅគេឃើញថាគាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់បម្រើការងារនៅកន្លែងគេណាអញ្ចឹងគេក៏តាក់ទងហៅបងសីហ្នឹងឲ្យគាត់ឡើងមកសម្ភាសអីអញ្ចឹងទៅអញ្ចឹងដល់តែពេលបងសីគាត់សម្ភាសហើយអីហើយពេលហ្នឹងគាត់ថាគាត់សម្ភាសជាប់ហើយក៏បានធ្វើការនៅក្នុងហាងមួយហ្នឹងហើយបន្ទាប់ពីសម្ភាសជាប់អញ្ចឹងហើយរឿងដែលបងសីគាត់ត្រូវធ្វើបន្ទាប់ពីហ្នឹងមកគឺស្វែងរកបន្ទប់ជួលស្នាក់នៅណាពួកបងសីគាត់អត់មានមិត្តភ័ក្តិនៅភ្នំពេញហ្នឹងទេហើយបន្ទប់ជួលដែលបងសីគាត់ត្រូវស្វែងរកហ្នឹងគឺគាត់ត្រូវស្វែងរកបន្ទប់ណាដែលនៅក្បែរកន្លែងធ្វើការរបស់គាត់នឹងដែរប៉ុន្តែពេលហ្នឹងបងសីគាត់ថានៅម្ដុំដែលគាត់ធ្វើការហ្នឹងវាអត់មានផ្ទះជួលទេមានដែរប៉ុន្តែមានតែប្រហែលខ្នងគត់ហើយផ្ទះជួលទាំងអស់ហ្នឹងគឺត្រូវបានគេជួលស្នាក់នៅអស់ហើយអញ្ចឹងពេលហ្នឹងគាត់ក៏ចេះតែស្វែងរកតាមអ៊ីនធឺណិតបណ្ដាលហើយនឹងស៊ើបសួរគេនៅម្ដុំនឹងបណ្ដាលអញ្ចឹងណាក្រែងលោគេដឹងថាមានបន្ទប់ជួលនៅម្ដុំនឹងអីចឹងទៅហើយរយៈពេលដែលបងសីគាត់កំពុងតែស្វែងរកបន្ទប់ជួលហ្នឹងគឺគាត់បានទៅស្នាក់នៅផ្ទះសនៈមួយរយៈសិនព្រោះដូចខ្ញុំបានបញ្ជាក់ពីខាងលើអញ្ចឹងថាបងសីគាត់អត់មានមិត្តភ័ក្តិនៅភ្នំពេញហ្នឹងទេអញ្ចឹងគាត់ចេះតែស្វែងរកពីមួយថ្ងៃទៅមួយថ្ងៃហើយស៊ើបសួរគេពីមួយថ្ងៃទៅមួយថ្ងៃអីចឹងទៅរហូតដល់ប្រហែលជា3ថ្ងៃក្រោយក៏មានអ៊ំស្រីម្នាក់បានមកប្រាប់បងសីថានៅម្ដុំផ្ទះរបស់គាត់នឹងមាននៅសល់បន្ទប់ជួលទៅនេះប៉ុន្តែវានៅយ៉ាងឆ្ងាយពីកន្លែងធ្វើការរបស់បងសីនឹងបន្តិចពេលហ្នឹងបងសីគាត់អត់ដឹងថាត្រូវធ្វើម៉េចទេព្រោះបើអត់ទៅជួលវាអត់មានកន្លែងស្នាក់នៅហើយមួយទៀតគាត់អត់អាចបន្តស្នាក់នៅក្នុងផ្ទះសំណាក់យូរទៀតបានទេព្រោះអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថានៅក្នុងផ្ទះសំណាក់តម្លៃបន្ទប់តម្លៃថ្លៃខ្លាំងពេកអានឹងបានតែគេស្នាក់នៅបដោះអាសន្នអីទេបើយើងស្នាក់នៅយូរខែយូរថ្ងៃអញ្ចឹងទោះជាប្រាក់ខែប្រហែលក៏រត់អត់រួចដែរអញ្ចឹងពេលហ្នឹងបងសីគាត់ថាគាត់មានតែទៅជួលបន្ទប់ស្នាក់នៅនឹងសិនទៅ
ចាំមើលមានបន្ទប់ណាតនេឬមួយក៏មានគេរើចេញពីផ្ទះនៅម្ដុំកន្លែងធ្វើការរបស់គាត់ណាចាំរើមកវិញក៏បានដែរអញ្ចឹងនៅថ្ងៃដែលបងស្រីគាត់ទៅមើលបន្ទប់នឹងអ៊ីម្ចាស់ផ្ទះគេក៏បានសួរទៅគាត់ថាចេះអូនឯងចង់បានបន្ទប់បែបស្ងៀមស្ងាត់ឬមួយក៏ចង់បានបន្ទប់រៀងអ៊ូអរបន្តិចព្រោះនៅផ្ទះជួលមួយហ្នឹងវាមាន2ជាន់មានជាន់ខាងក្រោមហើយនិងជាន់ខាងលើអីអញ្ចឹងទៅហើយអ៊ីម្ចាស់ផ្ទះហ្នឹងក៏បានប្រាប់ទៅបងស្រីទៀតថាបើអូនឯងចង់ស្ងាត់ស្ងៀមអូនឯងទៅនៅជាន់ខាងលើទៅដោយសារតែនៅជាន់ហ្នឹងអត់ទាន់មានពីណាគេជួលទេប៉ុន្តែបើអូនឯងអត់ចូលចិត្តនៅស្ងាត់ស្ងៀមចង់បានរៀងអ៊ូអរបន្តិចនៅជាន់ក្រោមក៏បានដែរព្រោះជាន់ក្រោមមានអ្នកជួល 4-5 បន្ទប់ដែរអញ្ចឹងណាអញ្ចឹងបងស្រីគាត់ថាគាត់គឺជាមនុស្សដែលអត់សូវចូលចិត្តភាពអញ្ញែញ៉ៃអីទេណាមួយគាត់គិតថានៅជាន់ខាងលើហ្នឹងវាមានខ្យល់អាកាសល្អជាងនៅខាងក្រោមអីចឹងទៅហើយអីដែលសំខាន់ហ្នឹងគឺបងស្រីគាត់ចូលចិត្តលេងហ្គីតាគាត់ថាគាត់ចូលចិត្តកន្លែងស្ងៀមស្ងាត់ដោយសារតែគាត់ចូលចិត្តកេះហ្គីតាច្រៀងលេងម្នាក់ឯងអីចឹងទៅអញ្ចឹងហើយពេលហ្នឹងបងស្រីគាត់ក៏សម្រេចចិត្តថាទៅជួលបន្ទប់ជាន់ខាងលើនៅតែម្នាក់ឯងហ្នឹងទៅទាំងដែលពេលហ្នឹងគាត់អត់មានបានគិតថាហេតុអីបានជានៅជាន់ខាងលើហ្នឹងអត់មានពីណាគេជួលស្នាក់នៅអីទេពួកគាត់គិតថាចេះប្រហែលជាមកពីបន្ទប់នៅជាន់ខាងក្រោមហ្នឹងវាអត់ទាន់ពេញអញ្ចឹងបានអត់មានពីណាគេទៅជួលនៅជាន់ខាងលើហ្នឹងបន្ទាប់មកអ៊ីម្ចាស់ផ្ទះក៏បាននាំបងស្រីឡើងទៅមើលបន្ទប់មួយហ្នឹងអញ្ចឹងនៅពេលដែលបងស្រីគាត់បានចូលទៅមើលនៅក្នុងបន្ទប់ដែលគាត់ត្រូវជួលហ្នឹងពេលហ្នឹងគាត់ឃើញថានៅក្នុងបន្ទប់ហ្នឹងត្រូវចិត្តគាត់ខ្លាំងមែនទែនបន្ទប់ឡើងធំទូលាយល្វឹងហើយជាពិសេសហ្នឹងម្ចាស់បន្ទប់គឺមានគ្រែមានតុមានកៅអីនៅនឹងស្រាប់ទៀតអញ្ចឹងពេលដែលគាត់បានឃើញបន្ទប់មួយហ្នឹងហើយបងស្រីគាត់ក៏សម្រេចចិត្តថាជួលបន្ទប់ហ្នឹងតែម្ដងទៅហើយបន្ទាប់ពីបងស្រីគាត់បានមើលបន្ទប់ហើយអីហើយពេលហ្នឹងគាត់ក៏បានដើរចេញមកខាងក្រៅវិញដើម្បីទៅកក់លុយក៏អីអញ្ចឹងណាហើយនៅពេលដែលគាត់បានដើរចេញពីខាងក្នុងបន្ទប់មកវិញហ្នឹងស្រាប់តែគាត់បានឃើញមានកដាស់យ័ន្តមួយសន្លឹកបិទជាប់នៅអញ្ចាំងនៅខាងលើទ្វារបន្ទប់មួយនោះដល់តែពេលឃើញអញ្ចឹងពេលហ្នឹងបងស្រីគាត់ក៏បានសួរទៅអ៊ីម្ចាស់ផ្ទះដែរគាត់សួរថាអ៊ីមិនបានមានយ័ន្តបិទនៅខាងលើទ្វារបន្ទប់អញ្ចឹងពេលហ្នឹងអ៊ីម្ចាស់ផ្ទះក៏បានឆ្លើយមកប្រាប់គាត់វិញថាអ៊ីក៏អត់ដឹងដែរអ៊ីឃើញបិទតាំងពីអ្នកជួលបន្ទប់មុនគេរើចេញទៅម៉េះប្រហែលជាអ្នកជួលមុនហ្នឹងគេបិទហើយមកទៅបើអូនឯងឃើញហើយអូនឯងអត់ចូលចិត្តអញ្ចឹងអូនឯងជួយបកចេញក៏បានដែរអញ្ចឹងពេលហ្នឹងបងស្រីគាត់របៀបថាអត់សូវអបិយជំនឿដែរអញ្ចឹងណាហើយគាត់ក៏បកវាចេញទៅបន្ទាប់មកពួកគាត់ក៏ចុះមកខាងក្រោមវិញមកសរសេរវិក័យប័ត្របង់ថ្លៃបន្ទប់ធម្មតាអីចឹងទៅហើយពេលសរសេរវិក័យប័ត្ររួចបង់ថ្លៃបន្ទប់រួចអស់ហើយបងស្រីគាត់ក៏បានរើអីវ៉ាន់ចូលមកនៅថ្ងៃហ្នឹងតែម្ដងព្រោះអីវ៉ាន់របស់គាត់អត់មានអីច្រើនទេមានតែខោអាវហើយនិងហ្គីតារបស់គាត់មួយនឹងឯងអញ្ចឹងបងស្រីគាត់ថាការងាររបស់គាត់ហ្នឹងគេមាន2វេនសម្រាប់ឲ្យបុគ្គលិកជ្រើសរើសណាគេមានវេនព្រឹកហើយនិងវេនល្ងាចដែលវេនព្រឹកគេចូលម៉ោង6ចេញម៉ោង2រសៀលហើយវេនល្ងាចគេចូលម៉ោង3ចេញម៉ោង11យប់ហើយពេលហ្នឹងបងស្រីគាត់ក៏រើសយកវេនល្ងាចព្រោះគាត់គឺជាមនុស្សចូលចិត្តដេកនៅពេលព្រឹកអញ្ចឹងបើគាត់ធ្វើការពេលព្រឹកគាត់ខ្លាចថាងើបអត់ទាន់ម៉ោងទៅធ្វើការអីចឹងទៅអញ្ចឹងរយៈពេល 4-5 ថ្ងៃដំបូងដែលបងស្រីគាត់មកស្នាក់នៅក្នុងបន្ទប់ជួលមួយហ្នឹងគាត់ថាគាត់អត់ដែរបានទៅជួបហេតុការណ៍ឬមួយក៏ជួបរឿងរ៉ាវចម្លែកអីទេប៉ុន្តែរហូតដល់ពេលដែលគាត់នឹងស្នាក់នៅបានប្រហែលជាមួយអាទិត្យស្រាប់តែមានថ្ងៃមួយពេលគាត់ចេញពីធ្វើការអញ្ចឹងបងស្រីគាត់ក៏ដើរឡើងមកបន្ទប់របស់គាត់នៅជាន់ខាងលើហ្នឹងណាហើយពេលដែលបងស្រីគាត់ឡើងមកហ្នឹងពេលនោះគាត់ថានៅជាន់ខាងក្រោមគេដេកអស់ឡើងស្ងាត់ជ្រាបប៉ុន្តែពេលនោះគាត់ដូចជាមានអារម្មណ៍ថាមានពីណាគេម្នាក់ដើរឡើងមកខាងលើតាមពីក្រោយគាត់អញ្ចឹងពេលនោះគាត់ឮសំឡេងឡើងកម្មចន្ទើណាឮសូរអញ្ចឹងពេលនោះបងស្រីគាត់ក៏ងាកទៅមើលនៅខាងក្រោយខ្នងរបស់គាត់ប៉ុន្តែនៅពេលដែលគាត់ងាកមកខាងក្រោយហ្នឹងបងស្រីគាត់អត់មានបានឃើញអីទេគ្រប់យ៉ាងគឺស្ងាត់ជ្រាបដូចតែធម្មតាអញ្ចឹងបន្ទាប់មកបងស្រីគាត់ក៏ដើរចូលទៅក្នុងបន្ទប់របស់គាត់ហ្នឹងទៅហើយយប់ហ្នឹងក៏អត់មានរឿងអីកើតឡើងដែររហូតដល់ 2-3 ថ្ងៃក្រោយទៀតបងស្រីគាត់ថានៅថ្ងៃហ្នឹងចំថ្ងៃអាទិត្យហើយធម្មតាថ្ងៃអាទិត្យអញ្ចឹងនៅតាមហាងវាមានភ្ញៀវច្រើនជាងធម្មតាប៉ុន្តែវាចម្លែកត្រង់ថាថ្ងៃហ្នឹងភ្ញៀវមិនដឹងមកពីខាងណាខ្លះចូលឡើងណែនពេញហាងរបស់គាត់ភ្ញៀវច្រើនមែនតើ
ដល់តែពេលភ្ញៀវច្រើនពេកអញ្ចឹងបងស្រីគាត់ក៏រត់តុកឡើងបែកញើសជោគគាត់មានពេលណាសម្រាប់បើភ្ញៀវចូលមកពេញអញ្ចឹងគាត់ថាតម្រាំតែអស់ភ្ញៀវពេលនឹងម៉ោងជាង10ទើបគាត់បានសម្រាប់ខ្លះអញ្ចឹងដល់តែពេលចេញពីធ្វើការវិញបងស្រីគាត់ថាគាត់ល្វើយខ្លាំងមែនតើគាត់សឹងតែមកដល់បន្ទប់វិញដេកយកហ្មងណាព្រោះល្វើយពេកប៉ុន្តែដោយសារតែគាត់រត់តុកបែកញើសច្រើនហើយក៏ធ្វើឲ្យខ្លួនរបស់គាត់នឹងវាមានក្លិនធម្មតាតែបែកញើសវាមិនមានក្លិនខ្លួនអញ្ចឹងបងស្រីគាត់ក៏ចូលទៅមុជទឹកមុជអីធម្មតាអញ្ចឹងទៅរហូតដល់ពេលដែលគាត់មុជទឹករួចនេះពេលនោះគាត់បានទៅមើលទូរស័ព្ទទៅឃើញម៉ោង11កន្លះហើយអញ្ចឹងគាត់ក៏រៀបចំចូលទៅដេកអីចឹងទៅប៉ុន្តែបងស្រីគាត់សុំបញ្ជាក់កន្លែងនឹងបន្តិចថាដោយសារតែគាត់គឺជាមនុស្សខ្លាចងងឹតណាអញ្ចឹងពេលគាត់ដេកគាត់អត់បិទភ្លើងទាំងអស់នៅក្នុងបន្ទប់របស់គាត់នឹងទេគាត់បិទតែភ្លើងនៅក្នុងបន្ទប់ដេកហើយបើកភ្លើងនៅក្នុងបន្ទប់ទឹកចោលបន្ទាប់មកគាត់ក៏បើកទ្វារបន្ទប់ទឹកនឹងទៀតដើម្បីឲ្យភ្លើងវាជះមកបន្តិចចឹងណាកុំឲ្យក្នុងបន្ទប់របស់គាត់នឹងវាងងឹតពេកឲ្យវាមើលទៅលក្ខណៈស្ទង់អីចឹងទៅអញ្ចឹងនៅពេលដែលបងស្រីគាត់កំពុងតែរលាវចិត្តលក់ទៅហើយហ្នឹងស្រាប់តែគាត់បានឃើញស្រមោលមនុស្សស្រីម្នាក់ឈរនៅខាងចុងជើងក្រែដេករបស់គាត់ហើយមនុស្សស្រីម្នាក់ហ្នឹងមើលទៅក្មេងមែនទែនអាយុប្រហែលជាង20ឆ្នាំអីទេសក់ឡើងវែងរហូតដល់ត្រឹមចង្កេះណាអីដែលគួរឲ្យខ្លាចហ្នឹងគឺនាងឈរសម្លឹងមើលបងស្រីគាត់កំពុងតែដេកអត់ព្រិចភ្នែកសោះហើយបើមើលទៅទឹកមុខរបស់នាងវិញពិតជាគួរឲ្យខ្លាចខ្លាំងមែនទែនទឹកមុខរបៀបដូចមនុស្សមានកំហឹងមានគំនុំអញ្ចឹងណាពេលនោះបងស្រីគាត់អត់ដឹងថាត្រូវធ្វើម៉េចទេពេលនោះគាត់របៀបថាគាំងអញ្ចឹងណាដៃជើងរបស់គាត់អីនឹងកម្រើកអត់រួចទេគាត់បានត្រឹមតែដេកសម្លឹងមើលទៅមនុស្សស្រីម្នាក់នឹងទាំងអារម្មណ៍ភ័យឡើងញ័រអស់ហើយបន្ទាប់មកគាត់ក៏បានឃើញមនុស្សស្រីម្នាក់នឹងបានកាន់កាំបិតចុងស្រួចមួយដើរសម្ដៅមករកគាត់ហើយពេលហ្នឹងនាងក៏បានលើកាំបិតចាក់គាត់ចំកដាលដើមទ្រូងពេញទំហឹងតែម្ដងធ្វើឲ្យបងស្រីគាត់ភ័យពេកឡើងគាត់ភ្ញាក់ពីដេកឡើងកញ្ញាហ្មងណាហើយបន្ទាប់ពីគាត់ភ្ញាក់ពីដេកភ្លាមបងស្រីគាត់ក៏បានយកដៃរបស់គាត់នឹងមកស្ទាបទ្រូងដោយសារតែពេលហ្នឹងគាត់ថាវាដូចការពិតខ្លាំងមែនទែនរហូតដល់គាត់បែងចែកអត់ចង់ដាច់ណាថាគ្រាន់តែជាការយល់សប្តិឬមួយក៏មែនទែនប៉ុន្តែនៅពេលដែលគាត់យកដៃមកស្ទាបទ្រូងហ្នឹងបងស្រីគាត់មានអារម្មណ៍ថាទ្រូងរបស់គាត់រៀងឈឺនិយាយទៅដូចមានគេយកអីមកវាយមែនទែនអញ្ចឹងណាអញ្ចឹងដល់តែពេលស្ទាបហើយទើបគាត់ដឹងថាវាគ្រាន់តែជាការយល់សប្តិអាក្រក់ទេបន្ទាប់មកបងស្រីគាត់ក៏សម្រួលអារម្មណ៍របស់គាត់រួចហើយក៏ក្រោកឡើងទៅបើកភ្លើងអញ្ចឹងពេលដែលគាត់បើកភ្លើងនៅក្នុងបន្ទប់ហ្នឹងគាត់មើលទៅទូរស័ព្ទរបស់គាត់ឃើញថាពេលហ្នឹងម៉ោង1ពាក់កណ្ដាលអាធ្រាត្រហើយអញ្ចឹងនៅយប់ហ្នឹងបងស្រីគាត់អត់ហ៊ានបិទភ្លើងទេទាំងភ្លើងនៅក្នុងបន្ទប់ទឹកហើយនិងភ្លើងនៅក្នុងបន្ទប់ដេកហ្នឹងគឺគាត់បើកចោលទាំងអស់ហើយក៏ចូលទៅដេកវិញធម្មតាទៅដល់តែពេលព្រឹកឡើងបងស្រីគាត់ក៏ក្រោកមកពេលហ្នឹងប្រហែលជាម៉ោង9ព្រឹកអញ្ចឹងពេលដែលគាត់ភ្ញាក់មកហ្នឹងបងស្រីគាត់ក៏បានចូលទៅក្នុងបន្ទប់ទឹកហើយពេលដែលគាត់ចូលទៅក្នុងបន្ទប់ទឹកហ្នឹងអ្នកទាំងអស់គ្នាដឹងថាបងស្រីគាត់បានឃើញអីអត់ពេលនោះបងស្រីគាត់បានឃើញថាអាទឹកផ្កាឈូកយើងមុជទឹកហ្នឹងណាវាមានស្រក់ទឹកណក់ដូចជាមានពីណាគេទើបតែមុជទឹករួចអញ្ចឹងហើយមួយទៀតនៅក្នុងបន្ទប់ទឹករបស់គាត់ហ្នឹងឡើងសើមឥតការ៉ូជោគនិយាយទៅគ្រប់យ៉ាងដូចពេលដែលគេមុជទឹកហើយអញ្ចឹងណាប៉ុន្តែពេលហ្នឹងបងស្រីគាត់ក៏អត់មានបានទៅចាប់អារម្មណ៍អីច្រើនទេដោយគាត់គ្រាន់តែគិតថាប្រហែលជាយប់មិញហ្នឹងគាត់បិទក្បាលរមណីអត់ចិត្តអញ្ចឹងណាបានវានៅស្រក់ទឹកអញ្ចឹងហើយពេលនោះបងស្រីគាត់ក៏មុជទឹកមុជអីធម្មតាអីអញ្ចឹងទៅអញ្ចឹងបន្ទាប់ពីមុជទឹករួចបងស្រីគាត់ក៏ចុះមករកទិញអីញ៉ាំនៅខាងក្រោមណាហើយពេលដែលគាត់ចុះមកខាងក្រោមហ្នឹងស្រាប់តែមានអ៊ំប្រុសម្នាក់បានសួរគាត់ថាអញ្ចេះអូនហើយយប់មិញយកសង្សារមកដេកនៅបន្ទប់មែនពេលនោះបងស្រីគាត់របៀបថាភ្ញាក់ផ្អើលអញ្ចឹងណាគាត់ថាមានណាអ៊ំខ្ញុំនៅតែម្នាក់ឯងតាស្រាប់តែអ៊ំប្រុសម្នាក់ហ្នឹងគាត់បានប្រាប់បងស្រីថាអញ្ចេះយប់មិញអ៊ំឃើញអូនឯងហ្នឹងដើរចូលបន្ទប់ពីអ្នកមនុស្សស្រីម្នាក់អ៊ំស្មានតែអូនឯងយកសង្សារមកដេកបន្ទប់តើពេលឮអ៊ំប្រុសគាត់និយាយអញ្ចឹងបងស្រីគាត់រៀងភ័យដែរហ្នឹងប្រហែលថ្ងៃមុនគាត់មិនដូចជាបានឮសំឡេងមនុស្សដើរតាមពីក្រោយគាត់ដល់តែពេលឮអ៊ំប្រុសគាត់និយាយអញ្ចឹងទៀតគាត់រៀងអត់ស្រួលចិត្តដែរពេលហ្នឹងហើយអាពេលដែលបងស្រីគាត់កំពុងតែភ័យហ្នឹងស្រាប់តែអ៊ំប្រុសម្នាក់ហ្នឹងគាត់បែរទៅជានិយាយថា
Miên mau bị na, ông dậy lên nữa á. Ông khơi nhà ôn anh mau bị thưa ca dục dục chăng, ông có trong này dây bà lại cho ôn anh tay từ, miên ấy tê, ông dậy lên tê. Chăng bị bóng xây gọi lươn chăng từ qua riêng thù trần tịch. Hỏi quát có lại từ ông pro mà nè nâng vinh tha. Ông, nhưng không tập thấy, sman tổng anh dậy men. Và tọa mốc bóng xây quát có đa chênh từ bát tử. Ngày láng bóng xây quát có chênh từ thưa ca nghe và quát đôi thòa mà đà. Chẳng ngày nâng cư chỉ ngày chăn, nơi khăn háng ở sơ miên nhiều tê. Hai bóng xây quát có ở sơ chỉ hot đôi ca pi mà sal mìnhประมาณ đài. Chẳng rồi hốt đó quát nâng ban chênh bị thưa ca tà lọp mọc bật tục vĩnh. Bóng xây quát có trô từ môi tật thòa mà đà ấy chẳng tử. Chẳng bê bóng xây quát môi tật rùi hai ấy hơi, quát có trô mọc lại để bọc quát, rùi hai có bật phương nơi khăn bật tục đế, hai bao phương nơi khăn bật tục tật đôi tay rõ đòn chẳng. Chẳng bê nâng bóng xây quát ở toàn đế phliêm thì cứ quát nơi ô mơ Facebook mơ ấy bọc quát ấy chẳng tử. Là hốt đó mong chất mùi từ quát bán bật tù sạp hai chỗ đế. Còn tay nơi dục nâng bóng xây quát có bán đi dù sạp khơi mà nụ srei cả bị dục mình nâng mà đòn tiệt. Nè tầng ọc nế thlob dù sạp khơi mà nụ đôi khné bị dục chọp khné chẳng ạch. Còn tay bóng xây quát tha quát bán đi dù sạp khơi mà nụ srei mà nè nâng đôi cả bị dục mình chẳng. Còn tay khoản ta dục nâng viên chùm lại chiêng dục mình tịch. Trong nâng bóng xây quát xông bật chạ bì cả lại kre để bà quát nâng tay chứ ná. Kre đai bóng xây quát đế nâng viên nơi chọm chàng bật tục. Còn tay viên mến chọp ấp nâng chàng bóng tì. Viên miên spek clear pin chàng bà 2 triệu 3 tắc á ná. Hai cho lọt spek môi nâng mến bóng xây quát chỉ nẹ tục bạp nâng tì. Cứ nẹ chua bì muốn kì tục chẳng. Hai bóng xây quát có ọt ban tơ rùm ca lấy đài. Chẳng ai cả lại cho lọt nâng hơi đài bóng xây quát ban vô sọp khơi mà nụ srei mà nẹ nâng. Một đế nơi cả lại cho lọt môi nâng. Còn tay mơ từ ca đế là bó niếng á ná. Cứ thả đế là biếp mà nụ chọc buồn chẳng. Niếng đế là biếp khmô khluôn. Hai do đài nâng tơ sự cọt cả lại buồn nâng. Hai mơ tơ cả lại đế bó niếng nâng. Sốt tài chiêm bà lạ bênh nâng. Bê nâng bóng xoay quạt phai lăng phía bị đế tiếng cả đá dục bà triệt. Chẳng bà tòa bị quạt phía bị đế mó. Quạt có bàn cật tha. Mất bàn chơi tay dù sọp khơi mà nụ srei mà nẹ nâng là hồn chẳng. Hai dù sọp nâng viên chỉ dù sọp bà krọ tiệt. Bê nâng có tha viên mến trâm tê ca dù sọp thò mà đá tê. Và cọt chơi miên rương ấy muối. Bàn cao lao nâng khăn bà tục môi nâng hơi. Đó ta bên chẳng từ bóng xoay quạt nực khơi ta đo rương xa lọc doán đại kế bán bật nở lượt phía. Cả bị quạt mà mơ bà tục ngay từ bóng á. Ta mơ tơ bà hai chia mà chả bà tục nâng kế đi dù sọp bà krọ ra hốt hơi mơ tơ. Từ bàn chỉ kê tơ chiều doán chiều ấy vô mọc bật in chẳng tơ. Bà tọp mốc bóng xoay quạt có krọc lang tơ bao phương. Rồi hai quạt có tơ rô mơ cả đá doán mùi nâng nực nông thung xâm rám á. Còn tay quạt phlịch tha cả đá doán mùi nâng quạt bàn vô tơ cháu bát hơi. Trong bóng xoay quạt có đào một cái lạnh kre để bọc quạt vinh tớ. Hai bao phương cháu đôi cả bị dục mình chẳng. Nơi dục nâng bóng xoay quạt chết tại đây kết nực nông chất đó ná. Là hốt đo quạt để lụa đói ở đằng khuôn tờ. Đo tập bê bật lang nịa. Bóng xoay quạt có trong rùn kre bọc quạt nâng. Ao viên tự ập chỉ môi chàng bật tục nâng. Ủa khơi thao viên nơi so spay riêng thông. Hai nà mối quạt có ọt miền ca ấy trợt đào trô từ tam nâng đài. Trong quạt có rồi nhà kre nâng tự ập chỉ môi chàng nâng tờ. Còn tay nợ bê đá bóng xoay quạt rùn kre nâng tờ hơi nịa. Bóng xoay quạt tha. Thò mà đá kre đế viên mình miền chương buồn. Hai bê đã quạt rùn tờ nâng. À chương kre pi nâng viên mình nâu chọc khang chàng nâng. Hai nợ krom chương kre pi nâng. Viên miền snam bà lạ ấy lang có hòm prương đôi bà lạ chiêm chẳng á. Còn tay snam nâng viên mình bà lạ chương kre nâng tì. Viên bà lạ nợ lỡ ạch cà rô. Quảng ta ạch cà rô nâng viên nợ krom chương kre nâng. Chẳng bế bóng xoay quạt bàn khơi snam bà lạ môi nâng hơi. Quạt có ọt miền bàn từ chạp ở rõm ấy đài. Quạt sman tài snam đây ấy chẳng á ná. Và tọa mốc quạt có bàn do cần nát. Mốc chút chênh ấy chẳng tử. Hai bóng xoay quạt có mình đai do rương ra từng ớt nâng từ prapina kê đài. Bóng xoay quạt thua đôi tài thò mà đàn chẳng. Chênh bị bà túc tờ thua cá. Chênh bị thua cá mọc bà túc vĩnh đôi tài rõ đòn chẳng. Còn tay là hốt đo miên ngày mùi. Từ bóng xoay quạt bàn chụp bà bọc bất nực nông bà túc mùi nâng. Bà tọp mốc quạt có xâm ra chất tha rư chênh bị bà tục nâng tử. Đói nửa ngày nâng. Bóng xoay quạt tỏ lọc mọc bị thua ca thò mà đà. Đó tập bê mà đo bà tục vinh nâng á. Bóng xoay quạt có bàn do cả áo bẹ thua ca bà quạt nâng. Tự bao nực nông bà tục tật. Hai bê để quạt bao cả áo nực nông bà tục tật nâng. Bê nông quạt bàn bao chùm riêng snap nam YouTube á nè. Rồi hai tục thu sạp bà quạt nâng nửa lượt tộc nông bà tục đệ nâng tử.
ពេលនោះគាត់ស្ដាប់បដាបោកកៅអៅបដាច្រៀងលេងបដាអីអញ្ចឹងទៅព្រោះដូចខ្ញុំបាននិយាយពីខាងដើមអញ្ចឹងថាបងស្រីគាត់គឺជាមនុស្សស្ងៀមស្ងាត់ប៉ុន្តែចូលចិត្តច្រៀងលេងតែគាត់ថាពេលដែលគាត់ច្រៀងហ្នឹងគាត់មិនមែនទៅស្រែកច្រៀងលឺអីទេព្រោះពេលហ្នឹងវាយប់ជ្រៅហើយគាត់គ្រាន់តែច្រៀងលេងតិចតាមបទចម្រៀងដែលគាត់ចាក់ស្ដាប់នឹងអញ្ចឹងណាហើយពេលដែលបងស្រីគាត់កំពុងតែស្ដាប់ចម្រៀងសុកហ្នឹងស្រាប់តែចម្រៀងនៅក្នុងទូរស័ព្ទរបស់គាត់ណាវាបានដូរបទដោយខ្លួនឯងប៉ុន្តែពេលហ្នឹងមិនមែនដូរពីបទមួយទៅបទមួយទេគឺវាដូរពីបទចម្រៀងទៅជាលឺសំឡេងមនុស្សស្រែកអញ្ចឹងណាពេលនោះបងស្រីគាត់ឡើងភ័យព្រោះសំឡេងស្រែកមួយនោះគួរឲ្យខ្លាចមែនទែនសំឡេងស្រែកដូចសុំឲ្យគេជួយអញ្ចឹងណាហើយបងស្រីគាត់ក៏បញ្ញាប់ជូតដៃជូតអីហើយស្ទុះទៅមើលឡើងលឿនប៉ុន្តែនៅពេលដែលគាត់ទៅដល់នេះគាត់ថានៅក្នុងទូរស័ព្ទរបស់គាត់នោះលោតចាក់ចម្រៀងធម្មតាអត់មានកើតអីទេអញ្ចឹងពេលនោះបងស្រីគាត់ក៏គិតថាប្រហែលជាសំឡេងមិញហ្នឹងជាសំឡេងអេតអីទេមើលទៅព្រោះធម្មតានៅលើ YouTube វាមិនមានពាណិជ្ជកម្មហើយគាត់ក៏ចុចបិទចោលតែម្ដងទៅប៉ុន្តែពេលនោះសូមបញ្ជាក់ថាបងស្រីគាត់គ្រាន់តែចុច stop ចម្រៀងហ្នឹងទេគាត់អត់មានបានចុចចេញពីកម្មវិធី YouTube ហ្នឹងទេបន្ទាប់មកគាត់ក៏បានដើរមកបោកកៅអៅរបស់គាត់នៅក្នុងបន្ទប់ទឹករបស់គាត់នឹងវិញទៅរហូតដល់ពេលដែលបងស្រីគាត់បោកកៅអៅរួចហើយអញ្ចឹងគាត់ក៏ត្រូវយកកៅអៅរបស់គាត់នឹងទៅហាលនៅខាងក្រោមណាព្រោះនៅខាងលើហ្នឹងវាអត់មានកន្លែងហាលកៅអៅទេអញ្ចឹងពេលបងស្រីគាត់យកកៅអៅចុះទៅហាលអីរួចអស់ហើយគាត់ក៏ឡើងមកបន្ទប់វិញប៉ុន្តែនៅពេលដែលគាត់ឡើងមកដល់បន្ទប់ហ្នឹងស្រាប់តែគាត់ឮចម្រៀងបើកនៅក្នុងបន្ទប់របស់គាត់ទៀតទាំងដែលមុនហ្នឹងគាត់មិនបានចុច stop វារួចហើយតាពេលហ្នឹងអារម្មណ៍បងស្រីក៏ចេះតែរៀងមិនស្រួលដែរព្រោះវាមានហេតុការណ៍ចម្លែកច្រើនដែរអញ្ចឹងណាតែគាត់ក៏មិនជាបានទៅយកចិត្តទុកដាក់អីប្រមាណទេហើយបន្ទាប់មកបងស្រីគាត់ក៏ចូលទៅក្នុងបន្ទប់រួចហើយក៏មុជទឹកមុជអីរួចហើយក៏ចូលទៅដេកធម្មតាទៅអញ្ចឹងពេលដែលគាត់ដេកយប់ឡើងហ្នឹងបងស្រីគាត់ស្នាប់តែភ្ញាក់ទាំងកណ្ដាលយប់ម្ដងទៀតប៉ុន្តែម្ដងហ្នឹងគាត់មិនមែនភ្ញាក់ដោយសារតែយល់សពទេគឺបងស្រីគាត់ភ្ញាក់ដោយសារតែគាត់បានឮសំឡេងមនុស្សស្រីយំណាពេលហ្នឹងបងស្រីគាត់ក៏បើកភ្នែកឡើងហើយអីដែលបងស្រីគាត់បានឃើញនៅពេលហ្នឹងគឺគាត់បានឃើញមនុស្សស្រីដែលគាត់បានយល់សពកាលពីយប់មិញហ្នឹងណាមកអង្គុយអោបក្បាលជង្គង់នៅលើគ្រែចុងជើងរបស់គាត់ហ្នឹងពេលហ្នឹងបងស្រីគាត់ភ័យមែនតើគាត់ថាពេលហ្នឹងគាត់ចង់តែស្ទុះរត់ចេញពីក្នុងបន្ទប់ហ្នឹងទេតែបងស្រីគាត់ខ្លាចថាអញ្ចេះពេលដែលគាត់រត់ចេញទៅទាំងកដាលយប់អញ្ចឹងខ្លាចភ្ញាក់ផ្អើលដល់គេអញ្ចឹងណាហើយបើភ្ញាក់ផ្អើលគេទាំងយប់ទៅគេចេញមកអត់មានឃើញអីនៅក្នុងបន្ទប់ហ្នឹងពីណាគេជឿគាត់អញ្ចឹងពេលហ្នឹងគាត់មានតែខំសម្រួលអារម្មណ៍ទាញភួយមកគ្របខ្លួនឡើងជិតឈឹងតាំងពីចុងជើងរហូតដល់ចុងសក់រួចហើយក៏ព្យាយាមសំងំដោយថាធ្វើអត់ឃើញអញ្ចឹងណាប៉ុន្តែពេលហ្នឹងគាត់ថាសលេងមនុស្សស្រីម្នាក់ហ្នឹងគឺនៅតែយំអញ្ចឹងរហូតហើយបងស្រីវិញគាត់ក៏គិតតែពីសងំរហូតដល់ព្រឹកឡើងទើបគាត់ហ៊ានបើកភួយចេញមករួចហើយរត់ចេញពីក្នុងបន្ទប់ឡើងលឿនបន្ទាប់មកបងស្រីគាត់ក៏បានទៅរកម្ចាស់ផ្ទះដើម្បីសួរនាំគាត់អញ្ចឹងណាហើយពេលដែលបងស្រីគាត់បានជួបម្ចាស់ផ្ទះហ្នឹងគាត់បានសួរទៅម្ចាស់ផ្ទះថាអីនៅខាងលើបន្ទប់ខ្ញុំជួលហ្នឹងពីមុនធ្លាប់កើតមានរឿងអីអត់ពេលហ្នឹងអ៊ីម្ចាស់ផ្ទះក៏បានប្រាប់គាត់វិញថាមានណាអូនបន្ទប់ហ្នឹងអត់ដែលធ្លាប់មានរឿងអីទេមិនអូនឯងបានជួបអីមែនពេលហ្នឹងបងស្រីគាត់ក៏បានប្រាប់ទៅអ៊ីម្ចាស់ផ្ទះហ្នឹងថាយប់មិញខ្ញុំបានជួបខ្មោចស្រីនៅក្នុងបន្ទប់ហ្នឹងអញ្ចឹងបានខ្ញុំមកសួរអ៊ីថាបន្ទប់ហ្នឹងធ្លាប់មានរឿងអីកើតឡើងកាលពីមុនមកអត់បានមានវិញ្ញាណខ្មោចនៅក្នុងហ្នឹងអញ្ចឹងប៉ុន្តែអ៊ីម្ចាស់ផ្ទះហ្នឹងទោះជាបងស្រីគាត់សួរមិនក៏គាត់នៅតែឆ្លើយថាអត់ធ្លាប់មានដែររបៀបគាត់អត់ចង់ប្រាប់អញ្ចឹងណាព្រោះបើមើលទៅប្រហែលជាគាត់ខ្លាចថាពេលដែលគាត់ប្រាប់បងស្រីថានៅនឹងធ្លាប់មានមនុស្សស្លាប់អីអញ្ចឹងមានពីណាគេហ៊ានមកជួលបន្ទប់គាត់ស្នាក់នៅទៀតហើយណាមួយអ្នកដែលជួលនៅខាងក្រោមហ្នឹងតើគេហ៊ានជួលស្នាក់នៅនឹងទៀតអត់អញ្ចឹងពេលហ្នឹងបងស្រីគាត់ខ្ជិលដេញដោលច្រើនទៀតគាត់ក៏បានប្រាប់ទៅអ៊ីម្ចាស់ផ្ទះហ្នឹងថាគាត់សុំរើចេញថ្ងៃហ្នឹងហើយពេលហ្នឹងអ៊ីម្ចាស់ផ្ទះគាត់ក៏បានយល់ព្រមបកគោលលុយកក់ដែរបងស្រីគាត់កក់រយៈពេល1ខែមុនហ្នឹងឲ្យទៅបងស្រីវិញអីចឹងទៅអញ្ចឹងបន្ទាប់ពីនិយាយព្រមព្រៀងគ្នារួចហើយបងស្រីគាត់ក៏បានឆាទៅសុំច្បាប់ទៅកែរបស់គាត់មួយថ្ងៃដើម្បីរើអីវ៉ាន់ចេញពីបន្ទប់ហ្នឹងហើយចឹងសួរថាបងស្រីគាត់រើទៅនៅណាវិញគឺគាត់បានទៅសុំមិត្តរួមការងាររបស់គាត់ស្នាក់នៅជាមួយព្រោះមិត្តរួមការងាររបស់គាត់ហ្នឹងគេស្នាក់នៅតែម្នាក់ឯងដែរណាមួយបងស្រីគាត់ក៏ចង់បាក់ស្បាតលែងហ៊ានជួលបន្ទប់ស្នាក់នៅតែម្នាក់ឯងទៀតហើយគាត់ខ្លាចជួបរឿងរ៉ាវដូចកាលពីយប់មិញនឹងម្ដងទៀតអញ្ចឹងណាអ
អញ្ចឹងបន្ទាប់ពីគាត់បានរើទៅនៅបន្ទប់បិទរួមការងាររបស់គាត់ហើយបងស្រីគាត់ក៏នៅតែស្វែងរកចម្លើយរបស់គាត់ដែលសួរទៅម្ចាស់ផ្ទះជួលរបស់គាត់ហ្នឹងណាព្រោះគាត់ចង់ដឹងថាធ្លាប់មានហេតុការណ៍អីកើតឡើងនៅក្នុងបន្ទប់មួយហ្នឹងមិនបានជាវិញ្ញាណមនុស្សស្រីម្នាក់ហ្នឹងដូចថាគួរឲ្យខ្លាចផងគួរឲ្យអាណិតផងអីចឹងណាទីបំផុតបងស្រីគាត់ក៏រកបានចម្លើយពីអ៊ំស្រីម្នាក់ដែលគាត់គឺជាអ្នកបានណែនាំបងស្រីឲ្យទៅជួលបន្ទប់មួយហ្នឹងឯងដោយអ៊ំស្រីម្នាក់ហ្នឹងគាត់ក៏អត់នឹកស្មានថាវិញ្ញាណមនុស្សស្រីម្នាក់ហ្នឹងនៅក្នុងបន្ទប់ហ្នឹងដល់ឥឡូវហ្នឹងដែរព្រោះរឿងរ៉ាវដែលកើតឡើងនៅក្នុងបន្ទប់មួយហ្នឹងវាកន្លងទៅជាង5ឆ្នាំមកហើយណាមួយអ្នកដែលជួលបន្ទប់ហ្នឹងពីមុនគេក៏មិនដែលបានទៅជួបរឿងរ៉ាវខ្មោចលងអីចឹងដែរគេស្នាក់នៅដោយសុខសប្បាយធម្មតាអីចឹងណាទើបបានជាគាត់ហ៊ានណែនាំផ្ទះជួលមួយហ្នឹងឲ្យទៅបងស្រីបន្ទាប់មកអ៊ំស្រីគាត់ក៏បាននិយាយពីហេតុការណ៍ដែលបានកើតឡើងកាលពី5ឆ្នាំមុននៅក្នុងបន្ទប់មួយហ្នឹងគាត់ថាកាលពីឆ្នាំ2015មានករណីឃាតកម្មប្តីសម្លាប់ប្រពន្ធនៅក្នុងបន្ទប់មួយហ្នឹងតែគាត់ក៏សូមអត់បញ្ជាក់ពីហេតុការណ៍ឃាតកម្មមួយហ្នឹងច្រើនទេគាត់គ្រាន់តែប្រាប់ថាករណីឃាតកម្មមួយហ្នឹងគឺកើតឡើងដោយសារតែខាងប្តីដូចថាបែកថ្នាំអីចឹងណាហើយក៏សុំលុយប្រពន្ធអត់បានក៏ចាក់សម្លាប់ប្រពន្ធស្លាប់នៅក្នុងបន្ទប់ជួលមួយហ្នឹងទៅបន្ទាប់មកបរិសុទ្ធជាប្តីហ្នឹងក៏បានរត់គេចខ្លួនបាត់សមោឆឹងតែម្ដងមិនដឹងថាស្លាប់ឬរស់ក៏គ្មានពីណាគេបានដឹងដែរនឹងហើយអ្នកទាំងអស់គ្នាតាមរយៈសាច់រឿងមួយនឹងដែរអាចជាការចែករំលែកបទពិសោធន៍ទៅបងប្អូននារីណាមុននឹងសម្រេចចិត្តថាជ្រើសរើសបរិសុទ្ធណាម្នាក់មកធ្វើជាដៃគូជីវិតសូមពិនិត្យមើលឲ្យបានគ្រប់ជ្រុងជ្រោយជៀសវាងដូចជាបងស្រីម្នាក់ដែលបានប្តីរបស់គាត់ចាក់សម្លាប់នៅក្នុងសាច់រឿងមួយនឹងអញ្ចឹងមិនត្រឹមតែពិបាកដល់ខ្លួនឯងប៉ុណ្ណឹងទេថែមទាំងជាគ្រោះថ្នាក់សម្រាប់ខ្លួនឯងទៀតអញ្ចឹងសាច់រឿងពេញរបស់បងស្រីគឺមានតែប៉ុណ្្នឹងឯងជាចុងក្រោយ admin ក៏សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានស្ដាប់នៅសាច់រឿងមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាមានកន្លែងណាមួយដែល admin និយាយទៅមានការលឺលួសមិនសមរម្យក៏សូមអភ័យទោសពីសំណាក់អ្នកស្ដាប់ទាំងអស់គ្នាផងមួយវិញទៀតបើសិនជាអ្នកទាំងអស់គ្នាគឺជាអ្នកថ្មីហើយចូលចិត្តការដំណើររបស់ admin ក៏សូមជួយចុចជាវក៏ដូចជា subscribe channel admin ម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូរឿងរ៉ាវខ្មោចលងរន្ធត់ជាបន្តទៀតអញ្ចឹងនៅក្នុងខណៈពេលនេះដែរ admin សូមអរគុណនិងសូមជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយ